បាទគ្រប់ជំរាបសួរហើយក៏សួស្តីបងប្អូនអរគ្នាហើយថ្ងៃនេះមកតាមសំណុំពរបងប្រុសម្នាក់គាត់សំណុំពរឲ្យដាក់វីដេអូវែងធម្មតាខ្ញុំមិនសូវប៉ុនមកនៅវីដេអូវែងមួយខ្ញុំដាក់ទៅដូចអត់សូវស៊ីគ្នាហ្មងយើងអត់សូវប៉ុននិយាយអញ្ចឹងណាថ្ងៃនេះខ្ញុំមកសាកមកតេស្តប្រឡងថ្មីទៅវែកហើយតង់បានជាងមួយអាទិត្យតែអត់បានលេងទេនេះប្រឡងថ្មីចែហ្មងវីដេអូនេះថតទុកយូរដែរតែអត់បានផុសដោយសារតែខ្ញុំផុសវីដេអូខ្លីៗដោយសារតែវីដេអូវែងហ្នឹងវានិយាយញ៉ៃច្រើនអីចឹងណាហើយថ្ងៃនេះមកតែម្នាក់ឯងនេះស្មាត់គឺថាមួយរឿងរវល់អស់ហើយការងារហើយឥឡូវដុតកូនកែបងងាំងដាក់ពេញកាមេរ៉ាសង្ស័យ Facebook បិទទៀតណាហើយវីដេអូខ្ញុំមិនទៅដាក់វែងសារតែវីដេអូវាអត់មានបានលុយអីពី Facebook ទេហើយមកមួយដុតជួយចិត្តលេងនុយខ្លីអត់ទៅចេះលេងនុយវែងខ្ញុំមិនទៅចេះពងហ្មងឲ្យដល់ពេលតែខ្ញុំពងហ្នឹងគឺវាច្រើនត្រីវាច្រើនគឺហោះបើមិនហោះគឺថាវត្តអត់ចូលទេអញ្ចឹងបានខ្ញុំមកទៅចូលចិត្តលេងនុយវែងខ្ញុំលេងតែនុយខ្លីហើយការគប់របស់ខ្ញុំនេះរៀងអត់ទៅការចំណាននេះអូរៀងស្លូតប្រអីប្រឡងថ្មីដើម្បីតាក់ទាញត្រីឲ្យវាមកឆាប់ចូលប្រឡងអញ្ចឹងណាហើយប្រឡងនេះប្រហែលជាមានអ្នកស្គាល់ច្រើនឃើញបងអាសាមកលេងដែរកាលពីឆ្នាំមុនអញ្ចឹងណាតែដោយសារតែឆ្នាំហ្នឹងវាដុះស្មៅដូចអីចិត្តអត់សូវមានអ្នកលេងខ្ញុំមកវែកប្រឡងវែកអីពីអ្នកស្មាត់ហើយឥឡូវងាកថាត្រីខំមួយបឹបហើយដូចបានឃើញហ្នឹងវីដេអូនេះខ្ញុំផុស2វីដេអូហើយឥឡូវមកដាក់មកវីដេអូទៀតនេះមិនដឹងជាមិនអាម៉ាទេហើយក៏ជាស្រ័យបងបើសារតែខ្ញុំមកទៅដាក់វីដេអូវែងអញ្ចឹងណាខ្ញុំដាក់ទៅវីដេអូខ្លីហើយក៏លេងមើលដងនេះគេថាស្វត់សាហាវខ្លាំងមែនតើត្រីនេះ1គីឡូ8ខាំខ្ញុំទាញឡើងកងដងហើយអត់ចាញ់ត្រីស្ដោប្រមាណនេះដាក់មកកងដងហើយការដែលយើងទៅនឹងមិនមែនថាបានរហូតទេយើងទៅនឹងជួនកាលអត់ជួនកាលបានអីចឹងដែរទៅជួនកាលក៏វត្តជួយជួនកាលក៏អត់អំបិលដែរណាហើយមើលត្រីធំ1គីឡូ7ជាងហើយកាត់មកឡើងនេះត្រីទី2របស់ខ្ញុំអានេះអត់បានដាក់កាមេរ៉ាតែនេះយើងបិទកាមេរ៉ាដល់ពេលវាខំនុយលិចទឹកអញ្ចឹងណាអូលិចទឹកក៏ខំហើយមួយក្បាលនេះវាមិនសូវធំប្រហែលនេះក៏បាក់ជា8ខាំ9ខាំដែរប៉ុន្តែសម្រាប់ខ្ញុំគឺវាអត់ជាធំទេព្រោះខ្ញុំមកទៅបានត្រីតូចប៉ុន្មានហើយមើលត្រីយើងជាតិដែរប្រឡងនេះវែកមកអានេះចូលក្បាលទី2ហើយមានបងខ្លះថាដាក់អីណាវីដេអូខ្លីណាខ្ញុំមកទៅប៉ុននិយាយមកជាស្រ័យហើយមើលអានេះមើលឃើញចឹងមិនទូចណាអានេះជាក្បាលទី3របស់ខ្ញុំហើយខ្ញុំវត្តមើលទៅតាមធម្មតាខ្ញុំវត្តចងចងាងបាក់ដៃបាក់ជើងសារទៅចេះវត្តត្រីប្រហែលដែរព្រោះអីទើបលេងថ្មីដែរហ្នឹងណាហើយមកចូលមួយគឺថាដងរបស់យើងរឿងចាប់យើងទាញ